មេញោមកាត់មានរោងបន្លែធម្មជាតិដែលគាត់ដាំនៅផ្ទះគាត់នៅស្រុកស្រែបងប្អូនយើងទុកសម្រាប់ពេលភ្ញៀវមកហើយមានញ៉ាំបាយញ៉ាំទឹកអញ្ចឹងយើងបេះបន្លែហ្នឹងធ្វើម្ហូបទទួលភ្ញៀវហើយគាត់ក៏អត់មានលក់ដូរទៅណាដែរជាទូទៅនៅពេលដែលបន្លែហ្នឹងបានផលច្រើនគាត់តែងតែបេះមកទាំងថងយកមកផ្ញើពួកញោមហើយពួកញោមថ្ងៃនេះបន្ទាប់ពីប្រជុំហើយក៏មេយកបន្លែមកដល់លមោហើយអញ្ចឹងហើយក៏យើងច្រកម្នាក់មកថងយកទៅផ្ទះហើយបន្លែថ្ងៃនេះយើងមានដូចជាដៃលពៅអាដៃលពៅនេះគឺដណ្ដើមគ្នាមែនទេណាគេក៏ចង់បានដៃលពៅនឹងដែរដើម្បីយកទៅឆាបាទនៅក្នុងកញ្ច្រែងនេះល្អអីម៉េះទេមើលទៅស្មានតែជីស្លឹកវែងអាជីអាណាហើយអ្នកខ្លះក៏ស្មានតែតកួនក៏ពិតមែនណាអានេះសាឡាត់នឹងគាត់បានពូជមកពីស្វីសគឺឆ្នាំមុនមួយទៀតឯងគាត់ទៅស្វីសអញ្ចឹងទៅគាត់ទិញបានគ្រាប់បន្លែហ្នឹងគាត់ថាអត់នឹកស្មានថាដាំមកវាដុះល្អទេគាត់ថាយកមកដាំលេងហ្នឹងណាប៉ុន្តែមើលកើតល្អមែនទែនហើយសាឡាត់ហ្នឹងឆ្ងាញ់ណាស់អត់កពុលទេខ្ញុំខ្វាក៏នឹងអាចឆៃថាក្រហមនេះណាវាល្អមើលមែនតែវារៀងហាងហើយយើងយកទៅធ្វើជ្រក់បើបងខ្ញុំគាត់យកទៅធ្វើគឹមឈីហើយបើខ្ញុំវិញខ្ញុំស្លាយវាទៅយើងយកដាក់ពីលើសាឡាត់